សង្គ្រាមនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះអ្វីដែលសំខាន់យើងប្រឹងប្រែងទាំងអស់គ្នាដើម្បីកសាងប្រទេសនេះឲ្យជឿនលឿននិងរីកចម្រើនឲ្យបានឆាប់តាមដែលអាចធ្វើទៅបានអ្នកមានកម្លាំងជួយជាកម្លាំងអ្នកមានថវិកាជួយជាថវិកាហើយកុំភ្លេចជួយដល់ជនភៀសសឹករបស់យើងបន្តផងយើងប្រឹងប្រែងអភិវឌ្ឍនិងកែលម្អប្រទេសជាតិនេះទាំងអស់គ្នានោះយើងនឹងមិនខ្លាចទៅជាជនរងគ្រោះនៅលើក្រោយហើយកុំភ្លេចចូលរួមតិចទៀនរដ្ឋាភិបាលនៅក្នុងន័យកែលម្អយើងនឹងទទួលបានសង្គមមួយតាមអ្វីដែលយើងចង់បានអ្នករកស៊ីប្រឹងប្រែងរកស៊ីឯអ្នកធ្វើការប្រឹងប្រែងធ្វើការចំណែកឯអ្នកមានលទ្ធភាពនៅក្នុងការទាញយកលុយពីខាងក្រៅចូលក្នុងប្រទេសប្រឹងប្រែងបន្តទៀតយើងនឹងរឹងមាំយើងនឹងមានការអភិវឌ្ឍខ្ពស់គេនឹងមិនហ៊ានមើលងាយយើងនៅពេលក្រោយខ្ញុំជឿជាក់ថានៅថ្ងៃចុងក្រោយនៃសង្គ្រាមបងប្អូននៃវីរៈកងទ័ពនឹងមិនជឿជាក់ខ្លាំងពេកចំពោះអ្នកដែលធ្លាប់ក្បត់សន្យាហើយខ្លាចទៅជាជនរងគ្រោះបន្ថែមទៀតសូមឲ្យខ្មែរគ្រប់គ្នាជោគជ័យទោះបីជាស្ថិតនៅទីណាក៏ដោយយើងស្រឡាញ់គ្នាក្នុងនាមជាជាតិសាសន៍តែមួយ